សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងជួបជាមួយអ្នកគ្រូនៅក្នុងវីដេអូមេរៀនទី11សម្រាប់មុខវិជ្ជាគណិតវិទ្យាទី9របស់យើងទៅលើប្រព័ន្ធសមីការដឺការីទី1មាន2អញ្ញត្តិចា៎យើងចូលឈានទៅដល់ការដោះស្រាយប្រព័ន្ធសមីការរបស់យើងនេះដោយប្រើវិធីជំនួសពាក្យជំនួសនេះគឺយើងត្រូវជួសជុលណាអូនអញ្ចឹងអូនពិនិត្យមើលសមីការរបស់យើងអ្នកគ្រូតាំងខាងលើនេះជាសមីការទី1ខាងក្រោមគឺសមីការទី2សមីការទី1យើងគឺមាន x បូក 3y ស្មើដក5និងសមីការទី2យើងគឺ 2x ដក y ស្មើ4អញ្ចឹងជាប្រភេទប្រព័ន្ធសមីការដែលកើតឡើងពីសមីការ2ហើយមាន2អញ្ញត្តិ x ហើយនិង y ចាអញ្ចឹងយើងប្រើវិធីជំនួសគឺការជួសជុលអញ្ចឹងក្នុងការជួសជុលនេះអូនពិនិត្យថាតាសមីការទាំងពីរហ្នឹងសមីការណាមួយដែលអូននឹងអាចបំបត្តិអញ្ញត្តិទៅអង្គទី2ទៅយើងទុកតែមួយអញ្ញត្តិទៅអង្គទី1 x ក៏បាន y ក៏បានដែរចាអញ្ចឹងនៅពេលនេះគឺអ្នកគ្រូយកសមីការទី1របស់យើងគឺអ្នកគ្រូបំបត្តិ 3y នេះមកអង្គទី2ទៅជាដក 3y ហើយសមីការទី2អ្នកគ្រូទុកនៅដដែលមីរបស់យើងហ្នឹងគឺ x ស្មើនឹងដក 3y ដក 5ហើយសមីការទី2យើងនៅដដែលណាអញ្ចឹងក្នុងការប្រើវិធីជំនួសហ្នឹងធ្វើម៉េចឲ្យអង្គទី1ហ្នឹងសល់តែមួយអញ្ញត្តិ x ក៏បាន y ក៏បានដែរបន្ទាប់មកអ្នកគ្រូបានសមីការទី1មានមួយអញ្ញត្តិហើយអ្នកគ្រូយកទី1ហ្នឹងទៅជំនួសចូលទី2ចាអញ្ចឹងជំនួសចូលទីប៉ុន្មានយើងសរសេរអាហ្នឹងមកគឺ 2x ដក y ស្មើ4ទី2របស់យើងហើយយកទី1មកជំនួសនេះទី1នេះទី1យើងអញ្ចឹងទី1យើងគឺ x អញ្ចឹងយក x មកជំនួសកន្លែង x នេះចាអញ្ចឹង2ទៅនៅដដែលយើងមក x យើងគឺដក 3y ដក 5ចាហើយយើងដក y ដដែលហើយនឹងស្មើ4អញ្ចឹងនេះយើងបានជំនួសចូលហើយជំនួសចូលនេះតម្លៃ x ចាអញ្ចឹងកន្លែង x នេះដោយសារ x យើងស្មើនឹងដក 3y ដក 5អញ្ចឹងកន្លែង x អ្នកគ្រូជំនួសចូលប៉ុណ្ណឹងហ្នឹងហៅថាវិធីជំនួសអញ្ចឹងយើងកណនីធម្មតាមកអូនយើងគុណចូលដក 6y ចាដក10ដក y ស្មើ4ចាអញ្ចឹងដក 6y និងដក y នេះយើងបានដក 7y ចាហើយដក10យើងបំបត្តិមកទៅជាបូក10ទៅជា14ចាអញ្ចឹងដល់ពេលយើងរក y យើងរកតែ y អូនណាអញ្ចឹងយើងបំបត្តិមេគុណដក7មកទៅជាចែកនឹងដក7អូខេអញ្ចឹង y យើងស្មើដក2តោះយើងឃើញ y ហើយអញ្ចឹងយើងរក x ម្ដងអញ្ចឹងយើងរក x យើងទៅសេមកអាសមីការទី1យើងហ្នឹងគឺ x ស្មើដក 3y ដក 5អញ្ចឹងយើងចំនួនតែគេចូលចាជំនួស y ស្មើដក2ចូលមកអញ្ចឹងកន្លែង y គឺយើងដាក់តម្លៃលេខដក2របស់យើងដក3គុណនឹង y អញ្ចឹងយើងគុណនឹងដក2ហើយយើងដក5ចាអូនកណនីមកឃើញ6ដក5ស្មើ1ចាអញ្ចឹងដោះស្រាយប្រព័ន្ធសមីការយើងគឺយើងរកតម្លៃ x ហើយនឹង y នឹងអញ្ចឹងដល់យើងរកឃើញនេះ x យើងគឺ1 y យើងដក2ដែលជាចម្លើយរបស់ប្រព័ន្ធសមីការយើងនឹងចាអញ្ចឹងអូនចាប់ជំហានដើរឲ្យតន់យើងចង់ប្រើវិធីជំនួសគឺជួសចូលដើម្បីជួសចូលបានអូនអាចរើសថាសមីការទាំងពីរហ្នឹងក្នុងចំណោមប្រព័ន្ធរបស់យើងហ្នឹងអូនត្រូវទុកអញ្ញត្តិណាមួយនៅអង្គទី1 x ក៏បាន y ក៏បានអ្នកផ្សេងយើងបាត់មកអស់មកចាតោះមកយើងជួសចូលអាមួយទៀតមកចាអញ្ចឹងដូចចាក់ស្ដែងពេលហ្នឹងអញ្ចឹងណាគ្រូបំបត្តិ 3y នេះអញ្ចឹងគ្រូទុកទៅ x ទេអញ្ចឹងជួសចូលមកគឺកន្លែង x ដាក់អានឹងតម្លៃនឹងចូលយើងកណនីធម្មតាមកចាអញ្ចឹងចម្លើយប្រព័ន្ធសមីការយើងគឺគូ coordinate ដែល x ស្មើ1និង y ស្មើដក2ចាអរគុណច្រើន